សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនថ្មីមេរៀនទី35ការណែនាំមិត្តឲ្យស្គាល់គ្នាការនិយាយខាងក្រោមនេះគឺជាការសន្ទនាណែនាំឲ្យស្គាល់មិត្តនៅពេលជួបគ្នាដំបូងអញ្ចឹងឥឡូវកូនប្រិនមើលរូបភាពទាំងអស់គ្នាអញ្ចឹងរូបភាពនេះគេបង្ហាញការនិយាយសន្ទនារវាងបូណាសុភីនិងតារាបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរកូនៗទាំងអស់គ្នាមកធ្វើការសន្ទនារវាងបូណានិងសុភីជាមួយលោកគ្រូតោះចាប់ផ្ដើមបាទមុនដំបូងគឺបូណាសួស្តីសុភីនេះគឺតារាគេជាមិត្តខ្ញុំសុភីសួស្តីតារាខ្ញុំរីករាយណាស់ដោយបានស្គាល់ឯងតារាសួស្តីសុភីខ្ញុំក៏រីករាយដូចមិត្តដែរតើសុភីរៀននៅថ្នាក់ណាសុភីខ្ញុំរៀនថ្នាក់ទី2កតើឯងសុខសប្បាយឬទេតារាអរគុណខ្ញុំសុខសប្បាយទេបាទអញ្ចឹងការសន្ទនារវាងតារាសុភីនិងបូណាបានចប់តែឥឡូវយើងធ្វើការសន្ទនាម្ដងទៀតបាទដើម្បីឲ្យកាន់តែស្ទាត់ក្នុងការធ្វើការសន្ទនាបូណាសួស្តីសុភីនេះគឺតារាគេជាមិត្តខ្ញុំសុភីសួស្តីតារាខ្ញុំរីករាយណាស់ដោយបានស្គាល់មិត្តតារាសួស្តីសុភីខ្ញុំក៏រីករាយដូចមិត្តដែរតើសុភីរៀននៅថ្នាក់ណាសុភីខ្ញុំរៀនថ្នាក់ទី2កតើឯងសុខសប្បាយឬទេតារាអរគុណខ្ញុំសុខសប្បាយទេបាទក្រោយពីកូនបានធ្វើការសន្ទនាជាមួយលោកគ្រូមកឥឡូវកូនទាំងអស់គ្នាកូនអានហើយអានទៀតទៅដើម្បីឲ្យឆាប់ចេះឆាប់ចាំកូនណាបាទអញ្ចឹងការសន្ទនារវាងបូណាសុភីតារាចប់តែប៉ុណ្ណេះបាទហើយកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីៗពីលោកគ្រូ